មាននិស្សិតពីរនាក់ខ្ញុំនឹងឲ្យគាត់សម្ដែងថាតើគាត់មានភាពភ័យខ្លាចអត់តែគាត់គួរសួរសំណួរបែបណានៅពេលណាដែលមានអតិថិជនគាត់ចូលមកដល់សិទ្ធិស្ថានអញ្ចឹងគាត់ត្រូវធ្វើការបញ្យល់ណែនាំទៅតាមជំនាញរបស់គាត់ឥឡូវចង់ដឹងថាមកតេស្តមើលតើគាត់អាចធ្វើបានល្អកម្រិតណាតោះទៅមើលទាំងអស់គ្នាសួស្តីលោកគ្រូមួយថ្ងៃហ្នឹងខ្ញុំចិត្តតែមានបញ្ហាធ្លាក់សល្មមហើយលោកគ្រូអាចជួយណែនាំឲ្យខ្ញុំប្រើបានដោយសារតែវាមានអារម្មណ៍ថារំខានខ្លាំងអញ្ចឹងបងមានធុងក្លិនឬមួយក៏មានពណ៌បងសរបស់បងអត់មានទេលោកគ្រូអញ្ចឹងបងមានញ៉ាំអីខុសអត់នៅកន្លងពេលមួយថ្ងៃហ្នឹងមួយថ្ងៃមុននេះខ្ញុំបានញ៉ាំបុកល្ហុងហើយរបស់ឆៅអញ្ចឹងលោកគ្រូអញ្ចឹងបញ្ហារបស់បងហ្នឹងអាចនឹងមកពីបងញ៉ាំគ្រឿងផ្អាប់ហើយនឹងរបស់ឆៅដោយសារតែបងប្រាប់មកថាអត់មានក្លិនអត់មានពណ៌អញ្ចឹងបញ្ហារបស់បងហ្នឹងអាចថា3ទៅ5ថ្ងៃទៀតអីបងបានហើយតែបើសិនជាបងគិតថានៅកន្លងពេលហ្នឹងបងរំខានខ្ញុំមានផលិតផលមួយដែលវាអាចជួយទៅដល់បងបានអានេះគឺ Atrophil ដែលយើងអាចយើងជួយស្ងួតក៏បានឬមួយក៏យើងលាងសម្អាតជាមួយទឹកហ្មងក៏បានដែរហើយយើងប្រើប្រាស់វានៅមួយថ្ងៃហ្នឹង1ទៅ2ដងក្នុងមួយថ្ងៃទឹកអនាម័យ Atrophil ហ្នឹងវាជួយបំបត្តិបញ្ហារាល់រោលរមាស់ធុងក្លិនហើយនិងធ្លាក់សអញ្ចឹងវាអាចជួយដល់បងបានចាអញ្ចឹងខ្ញុំយកអាហ្នឹងមួយមកលោកគ្រូហើយដែលខ្ញុំចង់ណែនាំទៅកាន់បងថែមទៀតនោះគឺការស្លៀកពាក់របស់បងការស្លៀកពាក់របស់បងហ្នឹងបងកុំស្លៀកពាក់រឹបពេកដោយសារយើងស្លៀកពាក់រឹបទៅយើងអាចវាអាចធ្វើឲ្យមានការលម្អអីបានមួយទៀតបើសិនជាការធ្លាក់សរបស់បងហ្នឹងវាប្រែទៅជាពណ៌លឿងឬមួយក៏ពណ៌ប្រផេះអញ្ចឹងហើយវាអាចនឹងធុងក្លិនអីអញ្ចឹងខ្ញុំសូមណែនាំឲ្យបងទៅជួបនឹងលោកគ្រូពេទ្យជំនាញសម្ភពបងកុំភ្លេចនៅជិះវៀងនៅរបស់ក្រាប់ហើយនឹងរបស់ឆៅហ្មងចាបងមានចម្ងល់អីទៀតបងនៅក្នុងការប្រើប្រាស់ Atrophil ហ្នឹងអត់មានទេលោកគ្រូអរគុណច្រើនលោកគ្រូ